ការសម្លាប់ខ្លួននៅប្រទេសកូរ៉េខាងជើងនៅនេះបានចាត់ទុកថាគឺជាអំពើក្បត់ជាតិអ្នកទាំងគ្នាហើយបើតាមការរាយការណ៍របស់កាសែត Radio Free Asia នៅគ្នាដែលពាក្យកាត់របស់វានឹងគឺ RFA នៅគ្នាបាននិយាយថាលោកគីមចុងអ៊ុនដែលជានាយករដ្ឋមន្ត្រីនៅប្រទេសកូរ៉េខាងជើងនឹងបានចេញច្បាប់ដោយសម្ងាត់មួយសម្រាប់ជនណាដែលសម្លាប់ខ្លួនទោសនឹងត្រូវដាក់ទៅលើគ្រួសាររបស់ពួកគាត់អ្នកគ្នាអញ្ចឹងទោសនឹងគឺមិនមែនទៅលើអ្នកដែលគាត់សម្លាប់ខ្លួននឹងទេប៉ុន្តែអាចដាក់ទរណកម្មទៅលើគ្រួសាររបស់គាត់នឹងរហូតដល់3ចំនួនអ្នកគ្នាអញ្ចឹងគឺទោសនេះគឺសាហាវមែនទែនប៉ុន្តែគាត់ថាវាមិនមែនជាព័ត៌មានជាក់លាក់ទេប៉ុន្តែមានបណ្ដាញសង្គមព័ត៌មានជាច្រើនបានគេចែកម្លែកអញ្ចឹងណាថាលោកគីមចុងអ៊ុននឹងបានចេញសារសម្ងាត់មួយទាក់ទងនឹងបុគ្គលណាដែលគាត់សម្លាប់ខ្លួននឹងស្មើនឹងគាត់បោះបង់មាតុភូមិឬក៏ក្បត់ឬក៏មានថាការមាក់ងាយទៅលើនយោបាយរបស់គាត់នឹងគឺជាប្រយោលអញ្ចឹងគាត់ពេលដែលគាត់ស្លាប់ឬក៏គាត់សម្លាប់ខ្លួនទៅគឺទោសនឹងនឹងធ្លាក់ទៅលើគ្រួសាររបស់គាត់រហូតដល់3ចំនួនអ្នកគ្នាអញ្ចឹងគឺថាសាហាវហើយប្លែកមែនតើទោសនេះសូម្បីតែការស្លាប់គាត់ដែលយើងចង់ស្លាប់នឹងក៏ខុសនឹងប្រទេសដែរអ្នកគ្នាតែអាហ្នឹងក៏ទៅវាមួយយ៉ាងដែរអ្នកគ្នាវាអាចបាត់ធនធានមនុស្សអញ្ចឹងណាអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្ណឹងទេអរគុណអ្នកគ្នាជំរាបលាបាយ